ថ្ងៃនេះគឺខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅមើលកន្លែងសួនបន្លែខ្ញុំនិយាយលេងទេសទៅសួនបន្លែបងប្អូនអើយតែមើលបន្លែគេមានតែដើមខ្ទឹមបន្តិចហើយនឹងជីបន្តិចបន្តួចទេកន្លែងហ្នឹងគឺខ្ញុំចាប់ផ្ដើមរៀបចំដាំដំណាំទៀតដែរបងប្អូនអើយដោយសារតែខ្ញុំដាំអត់សូវបានទេតែខ្ញុំត្រូវថ្ងៃតែបន្តិចតែអត់សូវត្រូវថ្ងៃច្រើនទេនេះគឺខ្ញុំបានដាំដើមខ្ទឹមបន្តិចទៅហើយកន្លែងនេះគឺកន្លែងខ្ញុំចូលនឹងកូនស្ពៃដោះទូចហ្នឹងគឺខ្ញុំបានដាំស្ពៃបន្តិចមាន2-3មុខទេបងប្អូនអត់មានអីច្រើនទេហើយបើកន្លែងប្រឡោះខាងក្នុងដើមខ្ទឹមហ្នឹងគឺជីអាណានេះកន្លែងនេះវិញគឺខ្ញុំបានផ្សាំបបែកវាយកមកដាំខាងហ្នឹងនេះថ្ងៃទី1ដែលខ្ញុំចាប់ដើមរៀបចំដាំវិញអញ្ចឹងណារាល់ដងគឺខ្ញុំដាំដែរតែអត់សូវបានដំណាំទៅហើយខ្ញុំមានតែបន្តិចបន្តួចហ្នឹងឯងដោយសារតែផ្ទះខ្ញុំគឺដូចខ្ញុំនិយាយពីមុនអញ្ចឹងថាអត់សូវត្រូវថ្ងៃទេត្រូវថ្ងៃតិចមែនតើអញ្ចឹងទៅដំណាំតំណយផ្សេងគឺអត់សូវត្រូវថ្ងៃទេអញ្ចឹងទៅដំណាំយើងវាអត់សូវល្អមែនទេបើខាងនេះវិញគឺជីក្រហមហើយមានជីក្រហមបន្តិចទៅមានមួយមុខបន្តិចមុខតិចបងប្អូនអើយដាំអីអត់សូវបានច្រើនទេហើយកន្លែងនេះវិញគឺគល់លើក្រៃហើយនឹងជីអាណាអាកន្លែងនោះគឺខ្ញុំចាប់ដើមរៀបចំដាំកូនស្បៃបន្តិចទៅហើយដើមខ្ទឹមដើមអីបន្តិចទៅហើយមកជីអាណាខ្ញុំបើកន្លែងនេះវិញគឺល្អមែនទេល្អបងប្អូនអើយតំណាំតំណបន្តិចបន្តួចទេខ្ញុំដាំអត់បើសូវបានច្រើនទេឥឡូវគឺខ្ញុំចាប់ដើមដាំតំណាំមកវិញហើយយើងដាំមកបន្តិចទៅគឺបានប៉ុណ្ណាយើងយកប៉ុណ្ណឹងទៅព្រោះអត់សូវបានច្រើនទេដោយសារតែផ្ទះខ្ញុំហ្នឹងគឺវាអត់សូវត្រូវថ្ងៃហើយបងប្អូនស្ដាប់សំឡេងខ្ញុំរៀងងល់ហ្នឹងដោយសារតែថ្ងៃហ្នឹងគឺខ្ញុំផ្ដាសាយគឺមករយៈហ្នឹងគឺចោះទៅជាមែនទេអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងតែបងប្អូនមានកូនទូចឬក៏អីក៏ដោយប្រយ័ត្នរឿងផ្ដាសាយខ្ញុំវិញទៅជាតែ2-3ថ្ងៃខ្ញុំរៀងផ្ដាសាយបាត់ហើយនេះអញ្ចឹងសំឡេងខ្ញុំរៀងងល់បន្តិចហើយអរគុណបងប្អូនបាយបាយ